នរណាគេខ្លះដូចខ្ញុំនៅពេលដែលខ្ញុំចូលថ្នាក់ទី12ថ្មីថ្មីគឺខ្ញុំអត់ដឹងថាខ្លួនឯងត្រូវរៀបចំការភាពបែបម៉េចទេមិនដឹងថាមេរៀនហ្នឹងពិបាកប៉ុណ្ណាមិនដឹងថាត្រូវរៀនបែបម៉េចដើម្បីធៀបប្រឡងទី12ទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកបទពិសោធន៍ផ្ទាល់របស់ខ្ញុំជាសិស្សថ្នាក់ទី12ដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាបានដឹងដែរហើយបងប្អូនអ្នកខ្លះមានលក្ខណៈអីចឹងដូចខ្ញុំកុំភ្លេច comment ប្រាប់ខ្ញុំអ្នកមួយផងណាជំរាបសួរសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Page Mini សាជាថ្មីអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកបទពិសោធន៍ផ្ទាល់របស់ខ្ញុំជាសិស្សថ្នាក់ទី12ដើមឆ្នាំថ្មីហ្នឹងតើយើងគួរតែរៀបចំកាលវិភាគរៀបចំរបៀបនៅក្នុងការរៀនហ្នឹងបែបម៉េចមកស្ដាប់ពីចំណុចទី1របស់ខ្ញុំចំពោះចំណុចទី1ដែលខ្ញុំធ្វើផ្ទាល់ខ្លួនតែម្ដងហ្នឹងគឺខ្ញុំរៀនថ្នាក់វិទ្យាសាស្ត្រអញ្ចឹងបើសិនជាពេលដែលខ្ញុំរៀនថ្នាក់វិទ្យាសាស្ត្រអញ្ចឹងគឺអ្វីដែលខ្ញុំត្រូវគិតដល់ទៅលើមុខវិជ្ជាសំខាន់ហ្នឹងគឺ4មុខមានគណិតឬគីមីជាមួយនឹងជីវៈអញ្ចឹងគឺជាមុខវិជ្ជាលំហាត់នៅពេលដើមឆ្នាំយើងប្រកាសជាសល់ពេលចំនួនប្រហែល1ខែដើម្បីធៀមគេអាចឲ្យយើងវ៉ាកងអញ្ចឹងយើងអាចយកពេលទាំងអស់ហ្នឹងយកទៅរៀនបន្ថែមខ្លួនឯងបានដូចជាការរៀនបំពន់រៀនគួរផ្សេងៗអីចឹងទៅហើយពេលដែលខ្ញុំរៀនដើមឆ្នាំហ្នឹងគឺខ្ញុំយកទៅបំពន់2គឺមានគណិតជាមួយនឹងរូបដោយសារខ្ញុំរៀនខ្សោយខ្លាំងពីរហ្នឹងអញ្ចឹងអីដែលខ្ញុំយកទៅបំពន់រៀនគួរហ្នឹងគឺខ្ញុំរៀន2មុខហ្នឹងអញ្ចឹងចំណុចហ្នឹងគឺយើងអាចរៀនតាមអ្វីដែលយើងអាចធ្វើទៅបានបើសិនជាយើងគិតថាយើងរៀនទាំង4មុខក៏បានដែរអ្នកនរគ្នាព្រោះ4មុខហ្នឹងគឺសុទ្ធតែជាមុខវិជ្ជាដែលសំខាន់អញ្ចឹងដើមឆ្នាំយើងគួរតែរៀន4មុខហ្នឹងក៏ល្អដែរចំពោះចំណុចទី2ដែលខ្ញុំធ្វើហ្នឹងគឺការរៀបចំកាលវិភាគព្រោះពេលដែលយើងចូលទី12ហ្នឹងពេលដែលថ្មីអត់សូវមានមេរៀនអីច្រើនត្រូវពិបាកអីប៉ុន្តែយើងក៏រៀបចំកាលវិភាគទុកមុនដែរពេលព្រឹកយើងគួរធ្វើអ្វីពេលថ្ងៃយើងគួរតែមេរៀនឬក៏ធ្វើលំហាត់ពេលយប់យើងគួរតែរៀនពីពេលណាដល់ពេលណាហើយរៀនប្រមាណមុខវិជ្ជាក្នុងមួយថ្ងៃអញ្ចឹងយើងត្រូវបែងចែកបានច្បាស់លាស់ដូចខ្ញុំអញ្ចឹងគឺការវិភាគរបស់ខ្ញុំពេលព្រឹកគឺខ្ញុំទៅរៀនគួរអីចឹងពេលថ្ងៃខ្ញុំរៀនធ្វើលំហាត់ស្រួលសិនណាដោយសារពេលដែលយើងចូលរៀនដំបូងគឺអត់ទាន់មានមេរៀនអីឬក៏លំហាត់អីត្រូវពិបាកអីចំណែកឯពេលយប់វិញគឺខ្ញុំយកពេលដើម្បីទន្ទិញមេរៀនចំពោះចំណុចទី3ដែលខ្ញុំអនុវត្តដោយខ្លួនឯងផ្ទាល់ហ្នឹងគឺជាការទន្ទិញមេរៀនអញ្ចឹងមុខវិជ្ជាទាំង7មុខដែលយើងមាននៅក្នុងហ្នឹងគឺមាន2មុខគឺមុខវិជ្ជាជីវៈជាមួយនឹងមុខវិជ្ជាប្រវត្តិអញ្ចឹងខ្ញុំជ្រើសរើសយកការទន្ទិញមេរៀនតាំងពីដើមឆ្នាំនិយាយទៅ2មុខហ្នឹងគឺខ្ញុំទន្ទិញពីដើមឆ្នាំទៅហ្មងព្រោះខ្ញុំគិតថាមេរៀនទាំង2មុខហ្នឹងគឺមិនមែនតិចគេគឺព្រោះច្រើនមែនតើអាចសឹងទៅ300ទៅ600សំណួរអីអញ្ចឹងគឺច្រើនណាស់យើងត្រូវតែទិញព្រោះយើងអត់ដឹងថាគេជ្រើសរើសយកសំណួរមួយណាយកមកចេញទេចឹងមានតែយើងទិញទាំងអស់ហើយខ្ញុំយកការចាំខ្លះយកការយល់ខ្លះនៅក្នុងមេរៀនមួយគឺខ្ញុំអត់អាចយល់បានទាំងអស់ទេប៉ុន្តែខ្ញុំជ្រើសរើសយកការចាំហើយជាមួយការយល់លាយឡំជាមួយគ្នាដើម្បីគប់ផ្សំគ្នាអញ្ចឹងណាមួយចំណុចទី4ការនៅពេលដែលដើមឆ្នាំហ្នឹងគឺសម្រាប់ខ្ញុំពេលដែលខ្ញុំមកផ្ទះពេលយប់ហ្នឹងក៏ខ្ញុំព្យាយាមនៅក្នុងការត្រៀមរៀនធ្វើលំហាត់ខ្លះដែរដូចជាលំហាត់ងាយៗទេព្រោះយើងពេលដែលយើងដើមឆ្នាំអញ្ចឹងគឺយើងអត់តន់ចូលរៀនពេញលេញទេមែនអត់ចឹងគឺយើងចាប់តាមពីលំហាត់ងាយៗទៅមុនព្រោះបើយើងដាក់លំហាត់មកលំបាកយកហ្មងគឺយើងមានអារម្មណ៍ថាលែងចង់ធ្វើហើយអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំអនុវត្តបែបហ្នឹងហើយនៅក្នុងវីដេអូរបស់ខ្ញុំនេះគឺគ្រាន់តែជាវីដេអូដែលខ្ញុំចាប់ដើមឆ្នាំតែខ្ញុំគួរធ្វើបែបម៉េចហ្នឹងគឺសុទ្ធតែជាការចែកម្លែករបស់ខ្ញុំទេអញ្ចឹងខ្ញុំអរគុណអ្នកនរគ្នាសម្រាប់ការតាមដាននៅក្នុងវីដេអូមួយនេះបើសិនជាការនិយាយរបស់ខ្ញុំមានការខុសឆ្គងលើលួអីក៏សូមអធិស្ឋានទុកជាមុនផងណាបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តទៅលើវីដេអូចែកម្លែកអីបែបហ្នឹងកុំភ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងណាខ្ញុំនឹងព្យាយាមរក content ដើម្បីធ្វើឲ្យអ្នកនរគ្នាបានមើលទៀតជួបគ្នានៅក្នុងវីដេអូក្រោយណាបាយបាយចឹងមួយវិញទៀតអីដែលខ្ញុំចង់បញ្ជាក់អ្នកនរគ្នាហ្នឹងគឺខ្ញុំនិយាយនេះគឺជាការចែកម្លែកបទពិសោធន៍របស់ខ្ញុំផ្ទាល់នៅពេលដែលខែដែលយើងវ៉ាកងហើយជាមួយនឹងមួយខែដំបូងដែលយើងចូលជាសិស្សទី12ថ្មីចឹងអ្នកនរគ្នាសូមកុំយល់ច្រឡំចឹងបើសិនជាវីដេអូថ្មីតទៀតខ្ញុំនឹងចែកម្លែកពីខែបន្តទៀតចឹងទៅ